អញ្ចឹងបន្ទាប់ពីចប់ចំណុចទី3យើងធ្វើការតេស្តទៅលើសមត្ថភាពរបស់យើងតាក់ទងជាមួយនឹងខ្លឹមសារមេរៀនដែលបងប្អូនបានរៀនចំណុចដំបូងគឺលោកគ្រូដាក់ថាបំពេញចន្លោះបាទអញ្ចឹងចំណុចទី1គេថាកម្លាំងផ្គួប air នៃកម្លាំងស្របបាទនៃកម្លាំងស្របដែលមានទិសដៅដូចទៅនឹងទិសដៅមានតែទិសដៅរបស់ air ហ្នឹងគឺដូចគ្នាទៅនឹងដូចគ្នាយើងបំពេញពាក្យថាដូចគ្នាទៅនឹងទិសដៅនៃកម្លាំង F1 ជាមួយនឹង F2 បាទបើសិនជាករណីដែល F1 ជាមួយនឹង F2 មានទិសដៅស្របគ្នាគេចង់ដឹងតើ air ហ្នឹងមានទិសដៅយ៉ាងម៉េចបាទទិសដៅវាដូចគ្នាមានន័យថាបើសិនជាគ្រូឧបមាថានេះរបាមួយចុះកន្លែងនេះ F1 បាទកន្លែងនេះ F1 កន្លែងនេះ F អី F2 ចឹងទៅណា F2 ចាកម្លាំង air ផ្គួបហ្នឹងវាមានទិសដៅម៉េចបាទគឺទិសដៅស្របគ្នាឬក៏ទិសដៅដូចគ្នាជាមួយនឹង vector F1 ជាមួយនឹង F2 គ្រាន់ថាវាអាចវែងជាងតែប៉ុណ្្នឹងទេណានៅក្នុងករណីនេះអញ្ចឹងយើងបំពេញពាក្យថាដូចគ្នាចំណុចទី2អាំងតង់សីតេនៃកម្លាំងផ្គួប air គឺស្មើនឹងអីមិញគឺយើងនិយាយថាកម្លាំង2វាមានទិសដៅស្របគ្នា F1 ជាមួយនឹង F2 វាមានទិសដៅស្របគ្នាអញ្ចឹងតើកម្លាំងផ្គួប air ធ្វើម៉េចបាទកម្លាំងផ្គួប air ប្រកាសជាយកវាបូកបញ្ចូលកម្លាំងទាំងពីរហ្នឹងបូកបញ្ចូលគ្នាគឺ air ស្មើជាមួយនឹង F1 បូកជាមួយនឹង F2 អូខេកន្លែងហ្នឹងយើងអាចបំពេញនៅត្រង់ចំណុចនេះក៏បានដែរបាទគឺខ្ញុំបំពេញនៅត្រង់ចំណុចនេះតោះព្រោះគេឲ្យយើងសេរូបមន្តមានន័យថាកន្លែងនេះយើងអាចសេជាភាសាខ្មែរវិញចុះបាទកាលណាកម្លាំងផ្គួប air គឺស្មើនឹងផលបូកបាទនៃផលបូកនៃ F1 ជាមួយនឹង F2 ចឹងទៅបាទយើងអាចពេញចឹងចុះណាបងប្អូនបន្ទាប់មកទៀតគេឲ្យយើងសេរូបមន្តណានេះរូបមន្តខ្ញុំតសេនៅខាងលើមិញហ្នឹងប៉ុន្តែយើងដោយសារយើងមាន2ប្រឡោះឲ្យបំពេញយើងអាចមកសេខាងនេះក៏បានដែរណាអញ្ចឹងចំពោះទី3ចំណុចចាប់ O នៃកម្លាំងផ្គួបស្ថិតនៅលើបន្ទាត់ដែលភ្ជាប់រវាងចំណុច O និងចំណុច O2 បាទ O1 ជាមួយនឹង O2 ដែលចែកចម្ងាយរវាងចំណុចទាំងពីរហ្នឹងវាច្រាសសមាមាត្របាទវាច្រាសសមាមាត្រដែលយើងបានរៀនណាគឺច្រាសសមាបាទសមាមាត្រណាច្រាសសមាមាត្រជាមួយនឹងអីគេបាទគឺច្រាសសមាមាត្រជាមួយនឹងកម្លាំង F1 ជាមួយនឹង F2 ដែលយើងបានរៀនណាទី1គឺ D2 នៅលើ D1 វាច្រាសសមាមាត្រជាមួយនឹង F2 នៅលើ F1 បាទចាអានឹងនៅក្នុងករណីហ្នឹងណាបងប្អូនបាទគេចង់មានន័យថាអញ្ចឹងបាទនៅក្នុងចំណុចដែលយើងបានរៀននៅក្នុងមេរៀននោះបាទទៀតតាមរយៈពិសោធន៍ទំនាក់ទំនងរវាងចម្ងាយចរវាងចម្ងាយ D1 និង D2 ហើយនឹងកម្លាំង F1 និង F2 គឺយើងអាចទៅសេបាន D2 លើ D1 វាទៅជាច្រាសសមាមាត្រជាមួយនឹងបាទ F1 នៅលើ F2 បាទអញ្ចឹងតែប៉ុណ្្នឹងទេអត់ពិបាកអីទេគ្នាយើងចំណុចចុងក្រោយបើសិនបើអង្គធាតុមួយរងនៅកម្លាំងស្របគ្នាជាច្រើនណាអញ្ចឹងគេអាចរកកម្លាំងផ្គួបតាមរយៈអីគេគឺយកយើងអាចតាំង A ជាកម្លាំងផ្គួបទៅយកកម្លាំងដែលវាមានអំពើទាំងអស់ហ្នឹងបូកបញ្ចូលគ្នានឹង F1 បូកជាមួយនឹង F2 មានទៀតបូកតអញ្ចឹងទៅសំខាន់វាស្របគ្នាទើបយើងអាចបូកគ្នាបានបាទអញ្ចឹងនេះតកតងជាមួយនឹងបំពេញចន្លោះទាំង5ហ្នឹងណាក្នុងគោលបំណងនៃបំពេញចន្លោះហ្នឹងគឺចង់ឲ្យយើងបដោតទៅលើខ្លឹមសារមេរៀនរំលឹកទៅលើខ្លឹមសារមេរៀនទេដោយឡែកសំណួរបាទសំណួរនេះគឺទាំងអស់គ្នាគួរតែចេះហើយគួរតែព្យាយាមចាប់ឲ្យមែនទែនកុំឃើញសំណួរហើយយើងកិច្ចពីព្រោះសំណួរនេះនៅក្នុងសភៅពុម្ពរបស់យើងទេបាទគេថាដូចម្ដេចដែលហៅថាកម្លាំងតើកម្លាំងមានប្រមាណប្រភេទអ្វីខ្លះអញ្ចឹងយើងបានរៀនហើយដែលហៅថាកម្លាំងបាទកម្លាំងជាអំពើបាទដែលធ្វើឲ្យអង្គធាតុណាបាទអង្គធាតុមានចលនាបាទមានន័យថាតើតើមានកម្លាំងមានអំពើទៅលើអង្គធាតុហ្នឹងទើបអាចឲ្យអង្គធាតុហ្នឹងមានចលនាបាទឬបញ្ឈប់អញ្ចឹងទៅបាទបញ្ឈប់ចលនារបស់អង្គធាតុហ្នឹងអាចធ្វើអង្គធាតុហ្នឹងខូចទ្រង់ទ្រាយទៀតបាទប៉ុន្តែខ្ញុំនិយាយតែប៉ុណ្្នឹងចុះណាបាទយើងអាចអង្គធាតុមានចលនាបញ្ឈប់ចលនាឬក៏អាចធ្វើអង្គធាតុហ្នឹងខូចទ្រង់ទ្រាយអូនអាចទៅសេតបន្តិចទៀតទៅហើយកម្លាំងត្រូវបានចែកចេញជាពីរមានន័យថាកម្លាំងចែកចេញបាទចែកចេញជា2បាទជា2ប្រភេទមានកម្លាំងអីខ្លះគឺកម្លាំងប៉ះនិងកម្លាំងពីរចំងាយបាទគឺកម្លាំងប៉ះបាទកម្លាំងប៉ះនិងកម្លាំងពីចម្ងាយបាទនិងកម្លាំងពីចម្ងាយអញ្ចឹងទៅបាទណាតកតងជាមួយនឹងកម្លាំងប៉ះជាមួយនឹងកម្លាំងពីចម្ងាយបាទចាកម្លាំងប៉ះនឹងជាអីគេកម្លាំងពីចម្ងាយនឹងជាអីគេកម្លាំងប៉ះមានកម្លាំងដែលយើងបញ្ចេញទៅលើអង្គធាតុនឹងដោយផ្ទាល់ហើយកម្លាំងពីចម្ងាយមានន័យថាជាកម្លាំងដែលវាកើតឡើងដោយឯងបាទគេយើងអាចទៅមើលមេរៀនខាងមុខទៀតគឺឃើញខ្ញុំបកស្រាយនឹងយ៉ាងលម្អិតមែនទែននៅក្នុងចំណុចដំបូងទៀតសំណួរទី2ឧបមាថាកម្លាំងពីរស្របគ្នានឹងមានទិសដៅដូចគ្នាតើគេត្រូវធ្វើដូចម្តេចដើម្បីបានកម្លាំងផ្គួបមួយតើកម្លាំងផ្គួបនោះមានអាំងតង់ស៊ីតេដូចម្តេចបាទជាទូទៅដើម្បីបានកម្លាំងផ្គួបមួយគឺ
ទី1យើងត្រូវសិក្សាទៅលើថាតើទិសដៅរបស់កម្លាំងហ្នឹងយ៉ាងម៉េចវាស្របគ្នាអត់បើវាស្របគ្នាយើងគិតតាមលក្ខខណ្ឌស្របគ្នាតើអត់បើផ្ទុយគ្នាគិតតាមលក្ខខណ្ឌផ្ទុយគ្នាប៉ុន្តែនៅក្នុងប្រធានលំហាត់យើងគឺគេនិយាយថាវាស្របគ្នានិងមានទិសដៅដូចគ្នាបើអញ្ចឹងកម្លាំងគួបរបស់យើងគឺយើងតាំងដល់អក្សរ A អញ្ចឹងទៅដែលស្មើជាមួយនឹង A1 បូក sorry F1 បាទ F1 បូកជាមួយនឹង F2 អញ្ចឹងទៅ F1 បូកជាមួយនឹង F2 បាទបញ្ជាក់ក្នុងករណីដែលកម្លាំងទី1នេះ vector F1 វាមានទិសដៅស្របជាមួយនឹង vector F2 ណាបើមានទិសដៅផ្ទុយក៏លក្ខខណ្ឌផ្សេងដែរបាទអូខេសំណួរចុងក្រោយតើត្រូវធ្វើដូចម្តេចដើម្បីកំណត់ចំណុចចាប់នៃកម្លាំងគួប1នៃកម្លាំងគុំ2រួចបញ្ជាក់ដើម្បីកំណត់វាទី1គឺអូនត្រូវសិក្សារកទីតាំងវាបាទគេសួរថាតើត្រូវធ្វើដូចម្តេចដើម្បីកំណត់ចំណុចចាប់នៃកម្លាំងគួប1នៃកម្លាំងគុំ2តាមខ្លឹមសារមេរៀនគឺដើម្បីកំណត់វាបានយើងត្រូវរកទីតាំងD1 និងរកទីតាំង D2 បាទសួរថារកទីតាំង D1 និង D2 ហើយយើងអាចកំណត់វាបានហើយអាចកំណត់ទីតាំងកម្លាំងគួបថាគួរតែដាក់នៅត្រង់ចំណុចណាទើបអាចធ្វើឲ្យអង្គធាតុនឹងវាមានលំនឹងបានចុះអាកំណត់ទីតាំងកម្លាំងគួបនឹងយើងត្រូវការរូបមន្តអីដើម្បីយកមក support វាគឺយើងប្រើផលធៀបD2 នៅលើ D អី D1 វាច្រាសសមាមាត្រទៅមួយនឹង F1 នៅលើ F2 បាទអញ្ចឹងយើងប្រើប្រាស់តំណែងហ្នឹងណារូបមន្តដែលយើងអាចប្រើប្រាស់វាទៅដើម្បីរក D1 និង D2 ប៉ុន្តែបើអូនចេះតែរូបមន្តមួយហ្នឹងគឺមិនគ្រប់គ្រាន់សម្រាប់ឲ្យអូនរកទេបាទយើងត្រូវការរូបមន្ត support វាមួយទៀតត្រូវការតំណែង Air ស្មើជាមួយនឹង F1 បូកជាមួយនឹង F2 មួយទៀតដើម្បីមក support វាក្នុងការរក D1 ជាមួយនឹង D2 ឬក៏យើងអាចត្រូវការតំណែងមួយទៀតគឺ D ស្មើជាមួយនឹង D1 បូកជាមួយនឹង D2 ណាយើងត្រូវការ2តំណែងនឹងទៀតទើបអាចរកទីតាំងនៃកម្លាំងគួបនេះបានអញ្ចឹងចង់ដឹងថាតើយើងប្រើប្រាស់តំណែងទាំងពីរនេះយ៉ាងដូចម្ដេចក្នុងការរកទីតាំងកម្លាំងគួបយើងនឹងទៅជួបគ្នាជាមួយលោកគ្រូនៅវីដេអូបន្ទាប់